សូមស្វាគមន៍មកកាន់ Channel អំណានពុទ្ធិដូចនេះនៅក្នុងរន្តភិចំណែកនៃរាត្រីនេះខ្ញុំបាទនឹងអំណានតចែកជូនដល់បងប្អូនជាសន្តាប់ដូចតទៅ90ការមិនជ្រះថ្លាមួយការបាក់មុខញយមួយការមិនអោយចំណែកដល់មនុស្សដែលត្រូវបានមួយការចែកយឺតពេលមួយការមិនធ្វើតបវិញមួយទាំងអស់នេះជាហេតុនាំឲ្យប្រងើយកន្តើយពីគ្នា91ព្រះរាជាប្រាថ្នាជ័យជំនះក៏បីវាយសត្រូវដោយមិនធ្វើឲ្យកងទ័ពរបស់ព្រះអង្គលំបាកក្តៅក្រហាយកងទ័ពដែលអស់កម្លាំងដោយដើរផ្លូវឆ្ងាយសត្រូវអាចយកជ័យជំនះបានដោយងាយ92ត្រូវព្យាយាមបំបែកសត្រូវឲ្យបែកបាក់គ្នាវិធីបំបែកនេះមិនមានអ្វីដទៃក្រៅពីការញុះញង់ព្រះរាជទាយាទរបស់សត្រូវនោះទេព្រោះហេតុនោះត្រូវតែព្យាយាមញុះញង់រាជទាយាទរបស់ប្រទេសដែលជាសត្រូវឲ្យទាល់តែបាន93ការចងស្ពានមេត្រីនឹងព្រះរាជបុត្រឬនាយករដ្ឋមន្ត្រីរបស់ប្រទេសសត្រូវបានហើយក៏បីបំបែកបំបាក់សាមគ្គីខាងក្នុងពួកសត្រូវដែលមានចិត្តម៉ឺងម៉ាត់94លុះឧបាយកលបំបែកបំបាក់ផ្ទៃក្នុងបានសម្រេចហើយក៏បីសម្លាប់មិត្តដ៏ក្លាហានរបស់សត្រូវនោះចោលពំនោះចាប់ចងពួកមុខមន្ត្រីឬបរិវារឃុំឃាំងទុកធ្វើដូចជាការបំបែកកូនគោហើយចាប់មេគោដូច្នោះដែរ95ព្រះរាជាក៏បីធ្វើឲ្យប្រទេសមានប្រជាជនច្រើនបរិបូរដោយការទាក់ទាញប្រជាជនពីបរទេសឬទំនប់បំរុងប្រជាជនដោយការឲ្យទាននិងការរាប់អានមួយទៀតប្រទេសដែលមានប្រជាជនច្រើនមកពីប្រទេសនោះអាចរកទ្រព្យសម្បត្តិជាមហាសេដ្ឋីបានស្ដេចក្ងោកនិយាយពាក្យត្រគោះបោះបោកឲ្យសត្វថ្មថាឯងនិយាយបោកបាច់ច្រើនពេកដូច្នេះតើមានប្រយោជន៍អ្វីព្រោះថា96សេចក្តីចម្រើនរបស់ខ្លួននិងសេចក្តីសាបសូន្យរបស់សត្រូវទាំងពីរប្រការនេះជាការដឹកនាំរបស់រដ្ឋកាលបើប្រកាន់តាមមតិនេះបានហើយការពោលអួតសម្ដីធ្វើមាត់របស់ខ្លួនទើបបណ្ឌិតសរសើរសត្វថ្មាញញញឹមបណ្ដាឆ្លើយបណ្ដាថាពាក្យនេះពិសេសពិតមែនហើយតែលោកពោលថា97មួយក្រុមធ្វើតាមចិត្តចំណែកឯមួយក្រុមទៀតធ្វើទៅតាមសាសពន្លឺនិងងងឹតទាំងពីរប្រការនេះមានលក្ខណៈស្មើគ្នាបានឬទេកាលនោះស្ដេចក្ងោកលុះបានស្ដាប់ហើយឃើញថាទាស់ចិត្តខ្លួនក៏ក្រោកឡើងត្រាស់បង្គាប់ថាឲ្យកងទ័ពទាំងអស់យាត្រាចេញទៅតាមហោរាកំណត់ថ្ងៃជ័យនោះភ្លាមឯចាបរោះរបស់ស្ដេចហង្សកាលបានដឹងកិច្ចការសត្រូវសពគ្រប់ហើយក៏ត្រឡប់យកដំណឹងទៅប្រាប់ស្ដេចរបស់ខ្លួនវិញថាបបិទ្ធព្រះអង្គស្ដេចក្ងោកបានលើកក្បួនព្យុហយាត្រាទ័ពចេញទៅបោះបន្ទាយនៅឯជើងភ្នំហើយសូមព្រះអង្គមានបញ្ជាឲ្យលើកទ័ពទៅបំផ្លាញបន្ទាយនោះឲ្យឆាប់ទៅពេលនេះសត្វថ្មាធ្វើជាប្រធានរដ្ឋមន្ត្រីតាមដែលទូលបង្គំបានដឹងមកថាសត្រូវបានបញ្ជូនចារៈបរោះគេឲ្យមកធ្វើការសម្ងាត់នៅបន្ទាយយើងហើយខណៈនោះសត្វប្រវឹកនិយាយរំលឹកស្ដេចហង្សថាព្រះអង្គចារៈបរោះគេនោះគឺសត្វក្អែកនេះឯងស្ដេចហង្សគំហកថាមិនមែនទេបើវាជាចារៈបរោះមែនហេតុអ្វីវាហ៊ានស្ទុះទៅបំរុងសម្លាប់សត្វសេកបែបនេះមួយទៀតការប្រកាសសង្គ្រាមនេះទើបនឹងកើតឡើងពីពេលដែលសត្វសេកវាមកទេតើឯសត្វក្អែកវាមកនៅទីនេះយូរយារណាស់មកហើយសត្វប្រវឹកឆ្លើយកាត់ដោយមើងមកថាបបិទ្ធព្រះអង្គយើងកុំទុកចិត្តអ្នកមកពីបរទេសពេកស្ដេចហង្សនិយាយជំទាស់ថាជួនកាលអ្នកដែលមកពីបរទេសនោះគេអាចធ្វើប្រយោជន៍ឲ្យយើងដែរឯងស្ដាប់មើលលោកពោលថា98អ្នកដតីតែជាអ្នកមកធ្វើប្រយោជន៍ឲ្យយើងអាចចាត់ទុកជាញាតិសន្តានបានឯញាតិសន្តានពិតតែជាអ្នកមិនធ្វើប្រយោជន៍ឲ្យយើងក៏ទុកជាអ្នកដតី
មិនខុសពីរោគកើតក្នុងកាយរបស់យើងគឺគ្មានប្រយោជន៍អ្វីទាល់តែសោះតែថ្នាំកើតនៅក្នុងព្រៃឯណោះវិញទេដែលធ្វើប្រយោជន៍ឲ្យយើង99មានអាមាត្យម្នាក់របស់ព្រះរាជាមួយអង្គទើបនឹងមកបម្រើរាជការក៏អាចថ្វាយកូនខ្លួនឯងដើម្បីពលីចំពោះព្រះរាជាសត្វប្រវត្តិសួរថាតើរឿងនោះមានដំណើរដើមហេតុដូចម្ដេចស្ដេចហង្សក៏បានរៀបរាប់រឿងនោះថារឿងព្រះរាជានិងអាមាត្យថ្ងៃមួយមានទាហានម្នាក់ដែលទើបមកពីបរទេសចង់ចូលទៅក្រាបបង្គំគាល់ព្រះរាជាទាហាននោះក៏បានទៅជួបនឹងអ្នកយាមទ្វាររាជវាំងហើយសុំចូលទៅក្រាបបង្គំគាល់ព្រះរាជាដោយនិយាយថាខ្ញុំបាទជាទាហានជាអ្នកចម្បាំងខ្ញុំមានបំណងចង់ធ្វើជាមន្ត្រីរាជការថ្វាយព្រះរាជាសូមលោកមេត្តានាំខ្ញុំចូលទៅក្រាបបង្គំគាល់ព្រះអង្គផងអ្នកយាមទ្វារបាននាំទាហាននោះចូលទៅគាល់ហើយទាហាននោះក៏ក្រាបបង្គំទូលថាបបិទ្ធព្រះអង្គសូមទ្រង់មេត្តាប្រោះបើព្រះអង្គយល់ឃើញថាមានប្រយោជន៍សូមមេត្តាប្រោះឲ្យទូលបង្គំធ្វើជាអាមាត្យហើយសូមទ្រង់ព្រះមេត្តាប្រទានរង្វាន់ផងព្រះរាជាត្រាស់សួរថាតើឯងចង់បានរង្វាន់ជាប្រាក់ប៉ុន្មានទាហាននោះទូលតបទៅវិញថាក្នុងមួយថ្ងៃចំនួន500តម្លឹងព្រះរាជាត្រាស់សួរថាឯងបានអ្វីជាគ្រឿងការពារទាហាននោះក្រាបទូលថាសូមព្រះមេត្តាប្រោះទូលព្រះបង្គំជាខ្ញុំមានដៃ2និងដាវ1លោកព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយទ្រង់ត្រាស់ដោយចម្លែកប្រតិថាទេមិនកើតទេទាហាននោះទទួលព្រះរាជាអង្គការហើយក៏អន់ចិត្តក្រាបបង្គំលាវិលត្រឡប់ទៅវិញកាលនោះអាមាត្យជាទីប្រឹក្សារបស់ព្រះអង្គទូលស្នើថាព្រះអង្គសូមទ្រង់ព្រះមេត្តាសាកល្បងមើលឲ្យបាន4ថ្ងៃសិនដើម្បីពិនិត្យលក្ខណៈនិស្ស័យរបស់ទាហាននោះឲ្យឃើញច្បាស់ថាតើមានគុណសម្បត្តិសមនឹងទទួលរង្វាន់ថ្លៃឈ្នួលនេះឬមិនសមទទួលទេខណៈនោះព្រះរាជាក៏ត្រាស់ហៅទាហាននោះឲ្យមកវិញតាមពាក្យស្នើរបស់អាមាត្យជាទីប្រឹក្សាហើយទ្រង់ប្រោះប្រទានមលូនិងថ្លៃឈ្នួល500តម្លឹងនឹងបានតែងតាំងជាអាមាត្យប្រចាំរាជវាំងតាមកាលកំណត់តាំងពីពេលនោះមកទ្រង់តែងសង្កេតមើលការចាយវាយនៃអាមាត្យនោះជារឿយទ្រង់បានជ្រាបថាអាមាត្យនោះបានបែងចែកថ្លៃឈ្នួលខ្លះសម្រាប់ធ្វើគ្រឿងដង្វាយទេវតានិងបូជាដល់ព្រាហ្មណ៍ខ្លះសម្រាប់ជួយដល់អ្នកដែលមានទុក្ខលំបាកខ្លះនៅសល់ខ្លះសម្រាប់ការចិញ្ចឹមជីវិតនិងការកំសាន្តរបស់ខ្លួនផងអាមាត្យនោះតែងប្រណិប័តនីតិរបស់ខ្លួនយ៉ាងនេះជាកិច្ចចូលទៅរក្សាទ្វារព្រះរាជវាំងការដាវជាប់នឹងដៃឥតធ្វេសប្រហែសឡើយកាលណាបើព្រះរាជាមានព្រះរាជអង្គការអនុញ្ញាតកាលនោះទើបហ៊ានត្រឡប់ទៅកាន់ទីលំនៅខ្លួនវិញយប់មួយពេលពាក់កណ្ដាលអាធ្រាត្រថ្ងៃ14រោចងងឹតសូន្យឆឹងព្រះរាជាទ្រង់ព្រះសណ្ដាប់ឮសំឡេងយំយ៉ាងក្រលួចគួរឲ្យអាណិតទើបទ្រង់មានព្រះតម្រាស់ត្រាស់សួរថាតើអ្នកណានៅចាំទ្វារនេះអាមាត្យនោះលុះបានឮព្រះតម្រាស់ត្រាស់សួរហើយក្រាបបង្គំទូលតបវិញភ្លាមថាបបិទ្ធព្រះអង្គសូមទ្រង់ព្រះមេត្តាប្រោះទូលព្រះបង្គំជាអ្នកយាមនៅទីនេះព្រះរាជាត្រាស់បង្គាប់ថាឯងទៅមើលតើអ្នកណាកំពុងទៅយំនឹងអាមាត្យនោះទទួលព្រះរាជអង្គការថាបបិទ្ធព្រះអង្គទូលបង្គំសូមទទួលរាជបញ្ជាហើយចេញទៅភ្លាមព្រះរាជាការត្រាស់បង្គាប់ឲ្យអាមាត្យនោះចេញទៅហើយទ្រង់មានកង្វល់គិតក្នុងចិត្តថាយីអាត្មាអញប្រាអាមាត្យនេះឲ្យចេញទៅតែម្នាក់ឯងទាំងងងឹតសូន្យស្ទើរតែមើលមិនឃើញបើដូច្នោះអាត្មាអញគួរតែចេញទៅដើម្បីឲ្យដឹងសេចក្តីនោះដោយខ្លួនឯងផងទ្រង់ប្រចិន្តាហើយចាប់ប្រខាន់
ចេញពីរាជដំណាក់ទៅខាងក្រៅតម្រង់ទៅកន្លែងដែលឮសូរសំឡេងយប់នោះអាមាត្យនោះកាលចេញទៅមុនបានឃើញស្រីម្នាក់មានរូបឆោមល្អកំពុងពេញវ័យតុបតែងខ្លួនដោយគ្រឿងអលង្ការដ៏វិចិត្រកំពុងតែយំសោកក៏សួរទៅថាណែនាងតើនាងជាស្រីអ្វីហេតុដូចម្ដេចក៏នាងយំសោកដូច្នេះនាងនោះឆ្លើយតបវិញថានាងខ្ញុំជាទេពធីតារក្សាការពារព្រះរាជារបស់អ្នកហើយនាងខ្ញុំបានរស់នៅប្រកបដោយសេចក្តីសុខសប្បាយអស់កាលជាយូរណាស់មកហើយនៅសល់3ថ្ងៃទៀតចាប់ពីថ្ងៃនេះទៅព្រះរាជាទ្រង់នឹងដល់នៅសេចក្តីខ្សែប្រជញ្ញហើយខ្ញុំជាមនុស្សអតិពឹងនឹងរស់នៅតទៅទៀតមិនបានទេព្រោះហេតុនេះហើយបានជាខ្ញុំទូញយំសោកអាមាត្យនោះសួរបន្តទៅទៀតថាបពិតព្រះនាងតើធ្វើដូចម្ដេចទើបព្រះនាងអាចរស់នៅតទៅទៀតបាននាងទេពធីតាតបថាបើអ្នកអាចសម្លាប់កូនរបស់អ្នកដែលប្រកបដោយមហាលក្ខណៈទាំង32ប្រការនោះបានដោយដៃផ្ទាល់ខ្លួនឯងបូជាជាគ្រឿងដង្វាយដល់ទេវតានោះព្រះរាជាក៏នឹងមានប្រជញ្ញនៅបានដល់100វស្សាឯខ្លួនខ្ញុំនឹងបានអាស្រ័យនៅជាសុខតទៅទៀតនិយាយដូច្នោះហើយនាងទេពធីតាក៏អន្តរធានបាត់ទៅក្នុងការនោះឯងលំដាប់នោះអាមាត្យបានស្ដាប់ពាក្យនាងទេពធីតាសពគ្រប់ហើយមានកិច្ចត្រេកអរណាស់ក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញលុះទៅដល់ក៏ដាស់កូនប្រពន្ធដែលកំពុងដេកលក់ឲ្យក្រោកឡើងអង្គុយហើយនិយាយរៀបរាប់រឿងរ៉ាវដែលនាងទេពធីតាប្រាប់ឲ្យស្ដាប់សពសេចក្តីចំណែកឯកូនបានស្ដាប់សេចក្តីរហូតដល់ចប់ក៏មានចិត្តរីករាយនិយាយដោយទឹកមុខស្រស់ញញឹមថាលោកឪពុកហេតុអ្វីលោកឪពុកពន្យាពេលឲ្យយឺតយូរដល់ម្លឹងព្រោះអំពើប្រសើរបែបនេះមិនត្រូវគិតយូរពេកទេការលះបង់ជីវិតរបស់ខ្លួនទៅក្នុងកិច្ចតបស្នងព្រះរាជានេះជាអំពើដ៏ប្រសើរក្រៃលែងព្រោះថា100អ្នកប្រាជ្ញក៏បីលះបង់នៅទ្រព្យផងនៅជីវិតផងដើម្បីជាប្រយោជន៍ដល់ជនដទៃបើសេចក្តីស្លាប់ជាធម៌ទៀងគួរលះបង់ជីវិតរបស់ខ្លួនទៅប្រសើរម្ដាយបាននិយាយចាក់បណ្ដោយដោយសប្បាយចិត្តថាលោកប្តីបើមិនគិតធ្វើការនេះជាប្រយោជន៍ដល់ព្រះរាជាយើងទេតើត្រូវធ្វើអ្វីដទៃពីនេះវិញដើម្បីតបស្នងនឹងបកករណាឲ្យសមតាមដំណើរដែលទ្រង់បានប្រទានព្រះរាជទ្រព្យនិងវត្ថុខ្ពង់ខ្ពស់នោះជនទាំង3នាក់ប្រឹក្សាព្រមព្រៀងគ្នាដោយក្តីរីករាយស្មោះដូច្នេះហើយក៏បបួលគ្នាទាំង3នាក់ដើរទៅកាន់ទេវស្ថានលុះទៅដល់ហើយអាមាត្យនោះលើកដៃប្រណម្យដោយគោរពទើបពោលថាបពិតទេវតាទាំងឡាយសូមឲ្យព្រះរាជាម្ចាស់របស់ទូលបង្គំមាននៅជ័យជំនះឈ្នះអស់មារសត្រូវសូមទ្រង់ទទួលយកនៅគ្រឿងដង្វាយនេះពោលហើយក៏កាត់កកូនមួយរំពេចជាគ្រឿងដង្វាយក្រោយពីហេតុការណ៍នេះអាមាត្យជាឪពុករំពឹងគិតថាអាត្មាអញបានធ្វើអំពើដ៏ប្រសើរហើយដើម្បីតបស្នងសងគុណរបស់ព្រះមហាក្សត្រដែលបានប្រទានរង្វាន់ឲ្យអាត្មាអញហើយពេលនេះកូនអាត្មាអញក៏អស់ជីវិតទៅទៀតជីវិតអាត្មាអញរស់នៅក៏ជាការធ្ងន់ឥតអំពើគិតហើយគិតទៀតឃើញថានឹងរស់នៅតទៅទៀតមិនសមក៏កាត់កខ្លួនស្លាប់ទៀតឯភរិយាក៏មានសេចក្តីសោកស្ដាយក្នុងរឿងស្វាមីនិងកូនពេកទើបសម្លាប់ខ្លួនទៅតាមស្វាមីនិងកូននោះថែមទៀតព្រះរាជាទ្រង់ប្រថាប់នៅក្បែរទីនោះដែរទ្រង់បានសន្តាប់និងបានទតឃើញហេតុការណ៍តាំងពីដើមរហូតដល់ចប់ក៏តក់ស្លុតរន្ធត់ប្រតិយទ្រង់រំពឹងគិតថា101មនុស្សអន់បែបដូចអាត្មាអញនេះតែងកើតមានហើយស្លាប់បាត់បង់ទៅវិញតែនៅក្នុងលោកមនុស្សដោយអាមាត្យម្នាក់នេះមិនងាយមានទេ
ហើយក៏មិនងាយនឹងកើតមានដែរតែអ្នកអស់នេះស្លាប់ចោលអាត្មាអញអស់ទៅហើយតើមានរាជសម្បត្តិបានប្រយោជន៍អ្វីទ្រង់រំពឹងហើយឃើញថានឹងរស់នៅតទៅទៀតមិនកើតទ្រង់ក៏យកកំបិតមកកាត់ព្រះសិរសារបស់ព្រះអង្គរំពេចនោះទេវតាក៏បង្ហាញខ្លួនឲ្យប្រកាសឃើញឡើងចាប់ប្រហោះរបស់ព្រះរាជាជាប់ហើយត្រាស់ថាកូនអើយយើងមានសេចក្តីពេញចិត្តហើយណាស់ហើយកុំសម្លាប់ខ្លួនអីសពបើគ្រាន់តែជាអាមាត្យប៉ុណ្ណេះរាជសម្បត្តិរបស់អ្នកនឹងស្ថិតស្ថេរមួយជីវិតមិនវិនាសអន្តរាយទេព្រះរាជាក្រាបប្រណម្យដោយគោរពនិងទូលថាបបិទ្ធលោកទេវតាតើមានប្រយោជន៍អ្វីដល់រាជសម្បត្តិនេះបើខ្ញុំព្រះអង្គសមគួរនឹងទទួលបានមេត្តាសូមឲ្យអាមាត្យរបស់ខ្ញុំព្រះអង្គដែលស្លាប់នេះព្រមទាំងបុត្រនិងភរិយាមានជីវិតរស់ឡើងវិញបើមិនដូច្នោះទេខ្ញុំព្រះអង្គនៅតែព្យាយាមសម្លាប់ខ្លួនទៅតាមគំនិតដែលបានគិតទុករួចហើយទេវតាបានតបទៅថាកូនអើយយើងមានសេចក្តីពេញចិត្តណាស់ព្រោះកូនមានចិត្តសប្បុរសមានចិត្តស្មោះត្រង់នឹងអាមាត្យឯងចូលត្រឡប់ទៅវិញចុះចូលឲ្យឯងមានជ័យជំនះចូលឲ្យអាមាត្យព្រមទាំងបុត្រនិងភរិយាមានជីវិតរស់ឡើងវិញឥឡូវនេះត្រាស់តែប៉ុណ្ណេះទេវតាក៏អណ្ដោរធានមកទៅលំដាប់នោះអាមាត្យព្រមទាំងបុត្រនិងភរិយាក៏រស់ឡើងវិញភ្លាមហើយបបួលគ្នាវិលត្រឡប់ទៅផ្ទះវិញជនទាំង3នាក់នោះមិនបានឃើញព្រះរាជាទេហើយទ្រង់ក៏ត្រឡប់ទៅកាន់ព្រះរាជដំណាក់វិញលុះព្រឹកឡើងអាមាត្យទៅចាំទ្វារដោយសពដងកាលព្រះរាជាត្រាស់សួរគាត់ក៏ក្រាបទូលថាបបិទ្ធព្រះអង្គមាននាងរូបល្អម្នាក់យំសោកកាលឃើញទូលបង្គំហើយក៏អណ្ដោរធានទៅមិនឃើញមានហេតុការណ៍អ្វីផ្សេងទៀតទេព្រះរាជាកាលទ្រង់ព្រះសណ្ដាប់ហើយទ្រង់ព្រះតម្រេះថាមហាបរោះបែបនេះនឹងសរសើរដូចម្ដេចឲ្យសមគួរព្រោះថា102អ្នកមានចិត្តអាណិតតែងពោលពាក្យជាទីគប់ចិត្តអ្នកក្លាហានតែងមិនពោលអួតខ្លួនអ្នកឲ្យទានតែងឲ្យទានមិនរឹសមុខអ្នកប្រាជ្ញតែងមិនកោងកាចនេះជាលក្ខណៈរបស់មហាបរោះព្រឹកមួយព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យប្រជុំសភាជាន់ខ្ពស់ហើយទ្រង់ប្រកាសព្រឹត្តិការណ៍ដែលបានកើតក្នុងយប់នោះទាំងអស់ទើបទ្រង់ប្រទានប្រទិសតូចមួយឲ្យអាមាត្យគ្រប់គ្រងដោយទ្រង់មានសេចក្តីពេញហឫទ័យជាខ្លាំងចប់រឿងព្រះរាជានិងអាមាត្យ